កើតឡើងនៅភូមិប្រាសាទក្រៅតំបន់អង្គរវត្តខេត្តសៀមរាបជាតំបន់ពោពេញទៅដោយព្រៃស្រងាត់មានផ្លូវតូចៗឆ្លងកាត់បញ្ចូលទៅកាន់ប្រាសាទចាស់ៗដែលមិនមានអ្នកភូមិណាទៅដល់ថ្ងៃមួយមានក្រុមនិស្សិត4នាក់ពីភ្នំពេញឡើងទៅសៀមរាបសម្រាប់សិក្សាអំពីស្ថាបត្យកម្មអង្គរពួកគេមានទាំងប្រុសនិងស្រីនិងមានឆន្ទៈធ្វើការថតរូបនិងកាន់កាមេរ៉ាវីដេអូដើម្បីបង្ហោះក្នុងបណ្ដាញសង្គមពួកគេចូលសម្រាប់មួយយប់មួយនៅក្នុងភូមិប្រាសាទអ្នកចាស់ៗក្នុងភូមិបានព្រមានថាកុំទៅក្នុងព្រៃជិតប្រាសាទចាស់ព្រោះនៅទីនោះមានតែហោងតាំងពីសម័យបុរាណតែពួកនិស្សិតមិនជឿគិតថាជារឿងនិទានបន្លាចក្មេងតែប៉ុណ្ណោះព្រឹកថ្ងៃបន្ទាប់ពួកគេទាំង4បានយកកាមេរ៉ានិងអំពូលភ្លើងទៅថតវីដេអូពេលដើរចូលទៅកាន់ប្រាសាទព្រៃឆើមប្រាសាទតូចមួយក្នុងព្រៃស្រាប់តែអាកាសធាតុផ្លាស់ប្ដូរទៅជាងលិតឆាប់រហ័សហើយមានខ្យល់ត្រជាក់បក់តាមស្លឹកឈើសំឡេងចម្លែកចាប់ដើមនៅពីលើកំពូលដើមឈើដូចជាសំឡេងជុំជ្រៀងស្រែករហូតមួយនាទីបន្ទាប់និស្សិតស្រីម្នាក់ឮសំឡេងស្រែកឈ្មោះខ្លួនឯងដូចជាមិត្តភក្តិហៅតែពេលគេត្រឡប់ទៅមើលមិនមាននរណាភ្នាក់នៅពីក្រោយពេលយប់ចូលក្នុងព្រៃក្រុមនិស្សិតសម្រេចចិត្តដាក់ជើងកាមេរ៉ាដើម្បីថតបន្តកាមេរ៉ាដាក់ជាប់ជើងឈើចាស់មើលទៅហាក់ដូចជាមានស្នាមឈាមចាស់ៗនៅលើនៅកណ្ដាលយប់ពេលភ្លើងកញ្ចក់ហៀបអស់ថ្មតែហោងបានបង្ហាញខ្លួនក្បាលដាច់ចេញពីរាងកាយពោះវានៅហូរទម្លាក់ពន្លត់ភ្លើងភ្នែកភ្លឺពណ៌ក្រហមឈាមសក់វែងព្រាវតាមខ្យល់វាហាចុះមកតាមសំបីកាមេរ៉ាដែលកំពុងថតសំឡេងរពាត់ក្រុមនិស្សិតភ័យស្លន់ស្លោចាប់ផ្ដើមរត់កាត់ព្រៃតែសំឡេងរបស់តែហោងតាមពីក្រោយដូចជាស្រែកកញ្ជួលនិស្សិតប្រុសម្នាក់ត្រូវតែហោងចាប់ទាញខ្លួនទៅលើមែកឈើហើយរាងកាយរបស់គេបែកជាឈាមមិត្តរបស់គេមើលឃើញតែមានអាចជួយអ្វីបានឡើយនិស្សិតស្រី2នាក់ស្រែកយំដើរតាមផ្លូវងឹតមិនដឹងថាតើផ្លូវត្រឡប់ទៅភូមិឬមិនតែហោងហើរតាមពីលើដោយមិនឮសំឡេងធ្វើឲ្យគេភ័យស្លន់ស្លោយ៉ាងខ្លាំងចុងក្រោយនិស្សិតប្រុសដែលនៅសល់ម្នាក់គូរបួសព្រោះរត់ដួលទៅលើឈើពេលគេចេញមកដល់ផ្លូវក្រឡាញ់ខាងក្រៅពួកភូមិចុះមកជួយតែមានតែ2នាក់ប៉ុណ្ណោះដែលនៅសល់ជីវិតអ្នកភូមិនាំពួកនិស្សិតដែលនៅរស់ទៅវត្តហើយព្រះសង្ឃបានអធិស្ឋានពួកគេចាប់តាមជឿពិតថាតែហោងមានជីវិតនិងមិនមែនជារឿងព្រេងទេកាមេរ៉ាដែលពួកគេយកទៅថតត្រូវបានរកឃើញនៅក្នុងវីដេអូមានរូបភាពតែហោងអាចចុះលើកបាននិស្សិតប្រុសដែលស្លាប់វាហាក់ដូចជាភស្តុតាងរស់រវើកថាព្រៃអង្គរនោះមានអាថ៌កំបាំងពិតប្រាកដ